ជំរាបសួរបងស្រីតើបងស្រីមានបញ្ហាសុខភាពយ៉ាងម៉េចដែរចាជំរាបសួរលោកគ្រូពេទ្យខ្ញុំមានអារម្មណ៍ថាឈឺកនិងមានក្តៅខ្លួនតើបងស្រីមានអាការៈរោគបែបនេះប៉ុន្មានថ្ងៃហើយតើមានរោគសញ្ញាអ្វីផ្សេងទៀតទេចាមានលោកគ្រូពេទ្យគឺមានអារម្មណ៍ថាមានឡើងកូនកណ្ដុរទូចមួយនៅជិតក្រោមក្បែរត្រចៀកឥឡូវនេះខ្ញុំសូមអនុញ្ញាតពិនិត្យមើលបំពង់កបងស្រីពិនិត្យកម្ដៅនិងវាស់សម្ពាធឈាមជូនបងស្រីចាលោកគ្រូពេទ្យបន្ទាប់ពីការសាកសួរនិងការពិនិត្យឃើញថាបងស្រីមានបញ្ហានៃការរលាកបំពង់កស្រួចស្រាវដែលបណ្ដាលឲ្យមានការលេចឡើងនូវរោគសញ្ញាដូចជាក្តៅខ្លួន38អង្សាមានឈឺបំពង់កមានឡើងកូនកណ្ដុរចំពោះការពិនិត្យគឺឃើញថាមានការឡើងក្រហមនៅតំបន់កនិងសម្ពាធឈាមបងស្រីគឺមានសម្ពាធឈាម11លើ8ដើម្បីឲ្យការធ្វើរោគវិនិច្ឆ័យកាន់តែច្បាស់អញ្ចឹងការពិនិត្យបន្ទាប់គឺសូមអនុញ្ញាតបងស្រីដើម្បីពិនិត្យមើលឈាមដើម្បីឲ្យដឹងថាតើមូលហេតុអ្វីដែលបណ្ដាលឲ្យបងស្រីមានបញ្ហានៃការរលាកបំពង់កនេះដើម្បីធ្វើជាជំនួយអមវិជ្ជសាស្ត្រនៅក្នុងការព្យាបាលជូនបងស្រីបើតាមមើលលទ្ធផលឈាមរបស់បងស្រីគឺបង្ហាញថាបងស្រីមានបញ្ហាគ្រាប់ឈាមសឡើងដែលបញ្ជាក់ថាបងស្រីមានការឆ្លងមេរោគដោយពពួកបាក់តេរីចូលទៅក្នុងខ្លួនដែលបង្កឲ្យមានការរលាកបំពង់កបន្ទាប់ពីការធ្វើរោគវិនិច្ឆ័យហើយឥឡូវនេះគឺយើងនឹងធ្វើការព្យាបាលជូនបងស្រីចំពោះការព្យាបាលសម្រាប់បងស្រីគឺត្រូវលេបថ្នាំរយៈពេល5ថ្ងៃដោយនៅក្នុងនោះមានថ្នាំសម្រាប់បំបត្តិការឈឺចាប់ប្រឆាំងជាមួយនឹងការរលាកបញ្ចុះកម្ដៅក៏ដូចជាដាក់ថ្នាំអង់ទីប៊ីយោទិកសម្រាប់សម្លាប់មេរោគដែលបង្កឲ្យមានជំងឺរលាកបំពង់កស្រួចស្រាវនេះផងដែរនៅក្នុងកំឡុងពេលព្យាបាលបងស្រីត្រូវតែហូបថ្នាំឲ្យបានទៀងទាត់និងតមអាហារផ្អាប់ទឹកកកទឹកត្រជាក់និងសម្រាកឲ្យបានច្រើនចាលោកគ្រូពេទ្យអរគុណច្រើនចំពោះជំងឺរលាកបំពង់កវាគឺជាជំងឺមួយដែលរលាកទៅលើតំបន់កហើយធ្វើឲ្យមានការឈឺចាប់និងហើមជាទូទៅមូលហេតុដែលបណ្ដាលឲ្យមានការរលាកនេះគឺបណ្ដាលមកពីពពួក virus អាចរកឃើញពី 80% ឡើងហើយម្យ៉ាងវិញទៀតមូលហេតុដែលបង្កឲ្យមានបញ្ហាធ្ងន់ធ្ងរគឺអាចបណ្ដាលមកពីបាក់តេរីហើយបាក់តេរីដែលអាចបង្កឲ្យមានជំងឺរលាកបំពង់កនោះគឺមានដូចជាគ្រុប A Streptococcus ឬក៏ Streptococcus គ្រុប C និងគ្រុប G ចំពោះជំងឺរលាកបំពង់កស្រួចស្រាវនេះអាចមានរោគសញ្ញាដូចជាការឈឺកក្តៅខ្លួនឬក៏អាចមានឡើងកូនកណ្ដុរនៅតំបន់កផងដែររោគសញ្ញារបស់វាក៏អាស្រ័យទៅលើការចម្លងមេរោគផងដែររវាង virus និងបាក់តេរីដើម្បីទទួលការព្យាបាលឲ្យបានត្រឹមត្រូវបងប្អូនទាំងអស់គ្នាគួរតែទៅជួបនឹងវេជ្ជបណ្ឌិតឲ្យបានត្រឹមត្រូវដើម្បីធ្វើរោគវិនិច្ឆ័យនិងព្យាបាលឲ្យបានត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រកុំភ្លេចចុច like និងចែករំលែកវីដេអូនេះទៅកាន់បងប្អូនយើងដទៃទៀតដើម្បីឲ្យគាត់ទទួលបានចំណេះដឹងដែលនិយាយអំពីជំងឺរលាកបំពង់កប្រសិនបើបងប្អូនទាំងអស់គ្នាចង់ទស្សនានៅវីដេអូអប់រំសុខភាពផ្សេងៗទៀតបងប្អូនទាំងអស់គ្នាអាចចូលទៅក្នុង Channel YouTube របស់ខ្ញុំវេជ្ជបណ្ឌិតណាមសុកណាងហើយចុច Subscribe ដើម្បីទទួលបាននៅវីដេអូថ្មីៗជារៀងរាល់ថ្ងៃ